ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះនាងខ្ញុំសូមបង្ហាញអំពីគន្លឹះឬក៏វិធីសាស្ត្រ5យ៉ាងក្នុងការសម្រេចចិត្តដ៏មានប្រសិទ្ធភាពទី1សំខាន់ណាស់ត្រូវតែមានគោលចំហខ្លួនឯងឲ្យបានច្បាស់លាស់ទី2ធ្វើការសម្រេចចិត្តដោយមិនផ្អែកលើអារម្មណ៍នោះទេទី3ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្តធ្វើអ្វីផ្សេងៗទី4រកប្រភពដែលអ្នកទុកចិត្តដើម្បីជួយពិគ្រោះយោបល់ជាមួយគ្នាទី5អ្នកខ្លួនឯងជាអ្នកសម្រេចចិត្តហើយអ្នកខ្លួនឯងក៏ជាអ្នកទទួលខុសត្រូវលើការសម្រេចចិត្តនោះផងដែរសូមអរគុណជម្រាបលា